អីដែលយើងឃើញសំខាន់មែនទែននោះគឺយើងបង្កើតអ្នកចំនួនថ្មីដែលពោពេញទៅដោយភាពភ័យខ្លាចគាត់ខ្លាចសពខ្លាចគ្រប់ដូចខ្ញុំនិយាយឬខ្មោចវាច្រើនរបៀបឧបមាដូចយើងនិយាយទៅពី concept ផ្ទះបុរាណនៅពេលដែលមនុស្សមួយចំនួនណាខ្លាចផ្ទះបុរាណទាំងអស់ផ្ទះបុរាណនឹងបាត់បង់រូបភាពបាត់បង់រូបរាងឡើងមនុស្សខ្លះគាត់ខ្លាចព្រៃខ្ញុំគ្នាមិត្តភ័ក្ដិយើងចូលចិត្តដេកក្នុងព្រៃឯកភាពប៉ុន្តែសួរថាអ្នកបើសិនជាអ្នកមើលរឿងខ្មោចខ្មោចនឹងលោក្នុងព្រៃប្រកាសជា 100% អត់ហ៊ានទៅដេកក្នុងព្រៃទេវាអានេះជា variation វាជារឿងប្រភេទផ្សេងគ្នាដែលអ្នកផលិតរឿងខ្មោចគាត់ផលិតប៉ុន្តែយើងកុំភ្លេចថាយើងកំពុងតែសូនមនុស្សដែលមានភាពភ័យខ្លាចនៅក្នុងចិត្តយ៉ាងច្រើនយើងមានរឿងមួយទៀតដែលចង់ជជែកអ្នកដែលគាត់ចូលចិត្តមើលរឿងខ្មោចចំណុចនេះប្រហែល deal ក៏ថាបានដែរនិយាយរឿងអ្នកចូលចិត្តរឿងខ្មោចនេះយើងមានមិត្តភ័ក្ដិច្រើនណាស់ដែលគាត់ចូលចិត្តមើលរឿងខ្មោចជាពិសេសបងប្អូនយូរវ័យនោះចាស់គាត់ទៅរវល់ប្រហែលនេះគាត់មើលរឿងខ្មោចហើយដំបូងយើងនិយាយត្រឹមហ្នឹងសិនការមើលរឿងខ្មោចដោយបញ្ញាក់អារម្មណ៍ខ្លួនឯងខ្លាំងធ្វើឲ្យខ្លួនឯងរន្ធត់ហើយការរន្ធត់ហ្នឹងបែរជាសបាយវាជារោគសញ្ញាមួយទេនៃជំងឺផ្លូវចិត្តអានឹងចូលដល់ទីនបទថ្មីមួយទៀតទេកូនច្រើនមកអានឹងផ្លែកថ្មីមួយទៀតព្រោះវាមានតាមបុគ្គលិកលក្ខណៈមនុស្សអាស្រ័យលើបុគ្គលិកលក្ខណៈប៉ុន្តែបើសិនបើធ្ងន់ធ្ងរខ្លាំងឧទាហរណ៍អ្នកខ្លះចូលចិត្តមើលការខ្មោចតែស្លាប់បែបស្លាប់បែបដូចចាក់បែបអីហើយមើលឲ្យសុបាយរីករាយហ្មងស្ទើរប្រកដីវាមិនសុបាយវាស្កប់ស្កល់វាឆ្ងាញ់បាទជាតិហ្មងយើងនិយាយថាមានជាតិហ្មងមើលរឿងសម្លាប់គ្នាពីច្រើនវាមិនចូលជាបញ្ហាផ្លូវចិត្តទេប៉ុន្តែវាចូលជាបុគ្គលិកលក្ខណៈជំងឺបុគ្គលិកលក្ខណៈវិញអញ្ចឹងអានឹងមានច្រើនយ៉ាងមែនទែនជំងឺបុគ្គលិកលក្ខណៈមានច្រើនប្រភេទទៀតអ្នកខ្លះមើលអត់បានឯខ្លាចអ្នកខ្លះពេញចិត្តជាមួយភាពខ្លាចហ្នឹងរឿងកាន់តែរន្ធត់គាត់កាន់តែចង់ទៅមើលខ្លាចអ្នកខ្លះខ្លាចទីខ្ពស់តែអ្នកខ្លះទៀតចូលចិត្តហ្មងអ្នកខ្លះអ្នកទល់មុខហ្នឹងហើយឯកភាពខ្លាចកន្លែងខ្ពស់បាទតែបើដូចខ្ញុំចូលចិត្តកន្លែងខ្ពស់បុគ្គលិកលក្ខណៈខុសគ្នាចំណូលចិត្តប៉ុន្តែខ្ញុំនិយាយសួររកចំហរបស់អ្នកចិត្តសាស្ត្រតើយើងគួរពញាក់ខ្លួនឯងដល់ម្លឹងទេគួរធ្វើឲ្យខ្លួនឯងស៊ាំជាមួយនឹងភាពរន្ធត់ហ្នឹងទេអ្នកខ្លះគាត់មើលបានគាត់ថាភាពរន្ធត់ហ្នឹងប៉ុន្តែសួរថាគាត់ពិតជាស្ងប់ស្កល់នៅពេលមើលហ្នឹងស្ងប់ស្កល់មែនមិនសម័យឡើងវិញទេមិនរំខានជីវិតទេប៉ុន្តែអ្នកខ្លះទៀតចូលចិត្តហៅអ្នកផ្សេងទៀតទៅមើលជាមួយបខំគេឲ្យទៅមើលជាមួយវារំខានគាត់អត់រំខានទេតែអ្នកជំនាញខ្លួនគាត់រំខានបាទខ្ញុំឧទាហរណ៍ដូចគាត់ចូលចិត្តធ្វើអីបញ្ញាក់ខ្លួនឯងនៅក្នុងបន្ទប់ដេគ័របែបគួរឲ្យខ្លាចសួរថានៅប្រកក្តីទៀតអត់គិតឡើងវិញជជែកឡើងវិញពិតជាស្កប់ស្កល់មែនហេតុអីបានមនុស្សយើងសុខចិត្តទៅឃើញរបស់គួរឲ្យខ្លាចមិនទៅមើលរបស់គួរឲ្យស្រឡាញ់តើបុគ្គលិកលក្ខណៈបែបនោះវាសមគេហៅថាបុគ្គលិកលក្ខណៈប្រកក្តីទៀតអត់គេថាពូជខ្ញុំអញ្ចឹងមានពូជខ្ញុំអញ្ចឹងឯចាបើពូជខ្ញុំខុសគេតែឯងក៏ពិតអាចអ្នកខ្លះមានបញ្ហាផ្លូវចិត្តហើយគាត់កសាងអាភាពស៊ាំរបស់គាត់ណាបង្កើតភាពស៊ាំរបស់គាត់ទៅរកភាពភ័យខ្លាចខ្ញុំលើករឿងហ្នឹងមកដោយសារវាជារឿងមួយដែលខ្ញុំសង្កេតឃើញថាមនុស្សឥឡូវជាពិសេសនៅប្រទេសកម្ពុជាយើងចូលចិត្តមើលរឿងខ្មោចខ្លាំងមែនទែនរហូតដល់ផលិតករមិនហ៊ានផលិតរឿងអីផ្សេងក្រៅពីរឿងខ្មោចពីព្រោះបើផលិតរឿងអីផ្សេងក្រៅពីរឿងខ្មោចអត់មានអ្នកមើលគេអត់មើលទេឧបមាដូចយើងមើលនៅប្រទេសជិតខាងយើងឬក៏គុនពីកូរ៉េពីចិនមកណាគេមានរឿងមនោសញ្ចេតនាខ្លះគេមានរឿងសង្គ្រាមខ្លះគេមានរឿងប្រភេទបែប inspiration បែបលើកទឹកចិត្តមនុស្សអីខ្លះហើយខ្ញុំមើលរឿងរបស់គេល្អមើលមែនតើហើយថ្មីនេះខ្ញុំមើលរឿងដូចរឿង Big World ដែលនិយាយអំពីអ្នកដែលមានជំងឺ Parkinson អីជាដើមណាការរស់នៅរបស់គាត់ហើយកុនទាំងអស់ហ្នឹងទទួលបានការគ្រប់គ្រងនៅបរទេសខ្លាំងប៉ុន្តែនៅពេលដែលមកចាក់ស្រុកខ្មែរយើងអត់មើលយុវវ័យយើងមើលតែរឿងខ្មោចហើយរហូតដល់គាត់អត់ចូលចិត្តមើលអីផ្សេងក្រៅតែពីរឿងខ្មោចហាក់ដូចជាការធ្វើឲ្យខ្លួនឯងរន្ធត់ហ្នឹងជាទម្លាប់ថ្មីមួយជាទំនោរថ្មីមួយដែលខ្ញុំមានការបារម្ភប៉ុន្តែមិនដឹងថាផ្នែកចិត្តសាស្ត្រហ្នឹងវាមានការប៉ះពាល់ឬអត់វាគេហៅថាទំនោរសង្គមវាជាលំនាំចិត្តសាស្ត្រមួយដែលហៅថាទំនោរសង្គមធម្មតាអ្នកខ្លះពីដើមឡើយមិនចូលចិត្តមើលរឿងខ្មោចទេខ្លាចខ្មោចទៀតប៉ុន្តែនៅពេលសង្គមគេទំនោរ rate ខ្ញុំឧទាហរណ៍ដូចនៅក្នុង Facebook គេថារឿងនេះល្អមើល rate 10 លើ 10បាទ
ខ្លាចប៉ុណ្ណាក៏ចង់ទៅសាកដែរថា10លើ10នឹងមានរសជាតិមិនចាប់ដើមផលិតទំនោរសង្គមទៅនៅពេលដែលយើងផលិតទំនោរសង្គមយូរទៅលេងដឹងថាអាណាជាអីដែលខ្លួនឯងចង់បានពិតប្រាកដពេលខ្លះខ្លួនឯងមិនដែរចង់មើលរឿងហ្នឹងទេតែពេលគេរ៉ាត់ទៅវាគួរឲ្យសាកគួរចង់សាកវាយូរវាផលិតទៅជាទំនោរសង្គមមួយបដិបត្តិសង្គមមួយនៅពេលដែលយើងអត់ចូលចិត្តធ្វើអញ្ចឹងយើងខុសគេអញ្ចឹងវាធ្វើឲ្យមនុស្សចាប់ដើមផលិតរូបភាពហ្នឹងបង្កើតទៅជាបែបហ្នឹងពេលខ្លះសួរថាគួរឲ្យកត់សម្គាល់អត់បើសិនបើវាប៉ះពាល់ធ្ងន់ធ្ងរខ្លាំងវាគួរពិតជាគួរឲ្យបារម្ភមែនពួកឧទាហរណ៍ថាតើជីវិតរបស់គាត់ចង់បានអីគេវារឿងហ្នឹងវាមានប្រយោជន៍អីខ្លះដល់គាត់ការមើលអីមួយវាត្រូវតែចង់បានប្រយោជន៍មួយតែសួរថាគាត់ទៅមើលរឿងទាំងអស់ហ្នឹងគាត់ខ្លួនឯងទទួលបានប្រយោជន៍អីអត់បាទកំសាន្តពីការភ័យខ្លាចហ្នឹងហើយកំសាន្តពីភ័យខ្លាចសួរទៅវិញអ្នកខ្លះកំសាន្តពីភ័យខ្លាចពួកទំនោរសង្គមរបស់គាត់អញ្ចឹងតែគាត់ពេញចិត្តមួយរឿងហ្នឹងអត់អីដែលយើងឃើញសំខាន់មែនទែននោះគឺយើងបង្កើតអ្នកចំនួនថ្មីដែលពោពេញទៅដោយភាពភ័យខ្លាចគាត់ខ្លាចសពខ្លាចគ្រប់ដូចខ្ញុំនិយាយឬខ្មោចវាច្រើនរបៀបឧបមាដូចយើងនិយាយទៅពី concept ផ្ទះបុរាណមនុស្សនៅពេលដែលមនុស្សមួយចំនួនណាខ្លាចផ្ទះបុរាណទាំងអស់ផ្ទះបុរាណនឹងបាត់បង់រូបភាពបាត់បង់រូបរាងឡើងមនុស្សខ្លះគាត់ខ្លាចព្រៃនៅពេលដែលពីមុនមិនសូវខ្លាចព្រៃដូចខ្ញុំគ្នាមិត្តភ័ក្ដិយើងចូលចិត្តដេកក្នុងព្រៃឯកភាពប៉ុន្តែសួរថាអ្នកបើសិនជាអ្នកមើលរឿងខ្មោចខ្មោចនឹងលោក្នុងព្រៃប្រកាសជា 100% អត់ហ៊ានទៅដេកក្នុងព្រៃទេដូច្នេះវាអានេះជា variation វាជារឿងប្រភេទផ្សេងគ្នាដែលអ្នកផលិតរឿងខ្មោចគាត់ផលិតប៉ុន្តែយើងកុំភ្លេចថាយើងកំពុងតែសូនមនុស្សដែលមានភាពភ័យខ្លាចនៅក្នុងចិត្តយ៉ាងច្រើនបញ្ជូនសារយើងហៅថាបញ្ជូនសារបញ្ជូនភាពភ័យខ្លាចទៅក្នុងចិត្តមនុស្សកាន់តែច្រើនជំនាន់នេះខ្លាចប៉ុណ្ណឹងជំនាន់ក្រោយខ្លាចលើសហ្នឹងបើមនុស្សម្នាក់គាត់មើលរឿងខ្មោចនៅផ្ទះបុរាណផងមើលរឿងខ្មោចក្នុងកឡផងមើលរឿងខ្មោចនៅប្រភូមិផងមើលរឿងខ្មោចលើដើមឈើផងសួរថាគាត់ទៅណាបានគាត់មើលអីក៏ឃើញខ្មោចដែរមិនអញ្ចឹងពីព្រោះវាមានព័ត៌មានគ្រប់ហ្នឹងផ្សារភ្ជាប់មួយភាពភ័យខ្លាចទាំងអស់ផ្សារភ្ជាប់មួយភាពភ័យខ្លាចទាំងអស់អ្នកខ្លះសុបបែបភ្លេងបន្ទាក៏ខ្លាចដែរយាអស់ទៅឯកភាពអញ្ចឹងយើងគិតថាវាចំណេញអត់ដល់ពេលដែលយើងតែខ្លាចគឺទៅឆ្ងាយបោះបង់ចោលភាគច្រើនគឺគាត់មិនទៅក្បែរអញ្ចឹងវាបើសិនជាចំនួននេះនៅតែបន្តមនុស្សនៅតែមើលរឿងខ្មោចសំទោសនិយាយអ្នកផលិតករឿងខ្មោចខឹងចូលមករីផុសឡើយបាទប៉ុន្តែយើងមានរបៀបផលិតរឿងច្រើនណាស់នៅបរទេសសម័យសប្តាហ៍ថ្ងៃដូចរឿងមនោសញ្ចេតនាអីល្អច្រើនណាស់ហើយវាជ្រើសផ្នែកណាមួយនៃជីវិតមកបង្ហាញឡើងឧបមាស្រីរកស៊ីផ្លូវភេទអីគាត់ជួបបញ្ហាអីខ្លះវាមានរឿងច្រើនដែលយើងត្រូវរៀនសូត្រពីកុនណាមិនមែនបានត្រឹមតែមកខ្លាចចេញទៅវិញអត់បានអីក្រៅពីខ្លាចសบายចិត្តចប់អត់មានអីផ្សេងទៀតដែលយើងអាចរៀនសូត្របានអីនៅក្នុងអ្នកចិត្តសាស្ត្រគេក៏គេមិនទាន់បានសង្កេតឃើញព្រោះមិនទាន់មានការស្រាវជ្រាវប៉ុន្តែយើងនៅតែលើកទឹកចិត្តថាការបន្លាចខ្លួនឯងវាធ្វើឲ្យខ្លួនឯងដកជាប់នៅរឿងហ្នឹងវាមិនធំខ្លាចត្រឹមខ្លួនឯងវាបញ្ជូនបន្តបញ្ជូនបន្តទៅចំនួនពីមួយចំនួនទៅមួយចំនួនមិនឆ្ងល់ថាខ្ញុំមិនមែនអ្នកខ្លាចខ្មោចពីក្មេងមកសោះទៅមិនបានយើងខ្លាចត្រឡប់ទៅសួរឪពុកម្ដាយវិញខ្លាចអត់គាត់បានបញ្ជូនអីមកខ្លះជាងដូចគ្នាអាការបញ្ជូនពីមួយជំនាន់ទៅមួយជំនាន់ជារឿងសំខាន់ហើយមកចឋានជុំវិញមិត្តភ័ក្តិសិនអ្នកខ្លាចខ្មោចសិតអ្នកកំឡាចធ្វើអីកើតបាទសម័យរូបភាពមួយអីវាមិនមែនថាយើងអត់គួរខ្លាចទេមនុស្សយើងត្រូវមានរឿងណាគេខ្លាចដូចត្រូវដឹងអំពីកម្រិតនៃការខ្លាចពោះប្រភេទណាគួរឲ្យខ្លាចយើងគួរកិច្ចឆ្ងាយពីវាធម្មតាប៉ុណ្ណាអីចឹងទៅដូចគ្នារឿងទាំងអស់ហ្នឹងប៉ុន្តែដូចខ្ញុំនិយាយថាយើងនិយាយមិនមែនមានបំណងថាកុំឲ្យឈប់មើលរឿងខ្មោចសោះអត់ទេប៉ុន្តែគួរតែមានតុល្យភាពនៅក្នុងការកំសាន្តខ្លួនឯងមានការកំសាន្តបែបផ្សេងខ្លះមានការកំសាន្តបែបភ័យខ្លាចហ្នឹងខ្លះពីព្រោះអាភ័យខ្លាចហ្នឹងជួនកាលវាកន្ត្រាក់ឲ្យយើងរស់រវើកជាងមុនដែរវាជារសជាតិជីវិតបាទវារសជាតិជីវិតដូច្នេះយើងពេលខ្លះយើងភ័យខ្លាចទៅមានអារម្មណ៍ថាខ្លួនឯងរស់រវើកជាងមុនក៏ល្អដែរប៉ុន្តែនៅពេលដែលយើងជ្រើសរើសការកំសាន្តតែមួយរបៀបនឹងស្ទត់ណាវានឹងផ្ដល់ហានិភ័យច្រើននៅពេលក្រោយទៀតបាទនៅពេលក្រោយទៀត